បងអែមជីវិតមនុស្សយើងមិនមែនមានតែរសជាតិផ្អែមទេពេលខ្លះវាមានរសជាតិល្វីងមានការឈឺចាប់មានការខកចិត្តមានការបាត់បង់ហើយក៏មានពេលខ្លះយើងត្រូវអង្គុយម្នាក់ឯងហើយសួរខ្លួនឯងថាតើពេលណាទើបជីវិតខ្ញុំអាចមានថ្ងៃល្អដូចគេប៉ុន្តែបើគិតឲ្យជ្រៅទៅប្រហែលជាអ្វីដែលធ្វើឲ្យជីវិតមានន័យមិនមែនជាភាពផ្អែមដែលយើងទទួលបានគ្រប់ពេលនោះទេប៉ុន្តែវាគឺជាបង្អែមតូចៗដែលលាក់ខ្លួននៅក្នុងថ្ងៃដែលលំបាកពេលយើងមានបញ្ហាហើយមានមនុស្សម្នាក់និយាយថាកុំបារម្ភខ្ញុំនៅទីនេះពាក្យសាមញ្ញមួយនេះអាចក្លាយជាបង្អែមដ៏ផ្អែមបំផុតសម្រាប់ផ្លូវចិត្តពេលយើងនឿយហត់ពីការងារពីបញ្ហាពីជីវិតហើយបានត្រឡប់មកផ្ទះឃើញមនុស្សដែលយើងស្រឡាញ់នៅរោងចក្រពេលនោះទើបយើងដឹងថាភាពកក់ក្ដៅមិនចាំបាច់ត្រូវការរបស់មានតម្លៃទេពេលខ្លះគ្រាន់តែមានមនុស្សម្នាក់យល់ពីយើងក៏គ្រប់គ្រាន់ហើយបង្អែមជីវិតក៏អាចជាកាហ្វេមួយកែវនៅពេលព្រឹកបទចម្រៀងមួយបទដែលយើងចូលចិត្តសំណើចរបស់មនុស្សដែលយើងស្រឡាញ់ឬសូម្បីតែពេលដែលយើងអង្គុយស្ងៀមហើយនិយាយទៅកាន់ខ្លួនឯងថាថ្ងៃនេះខ្ញុំធ្វើបានល្អហើយយើងច្រើនតែរងចាំសុភមង្គលធំរងចាំមានលុយច្រើនរងចាំមានផ្ទះធំរងចាំជោគជ័យរងចាំថ្ងៃដែលអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះប៉ុន្តែយើងភ្លេចថាសុភមង្គលពិតប្រាកដជាច្រើនកើតឡើងពីរឿងតូចៗដែលយើងមើលរំលងរាល់ថ្ងៃរងចាំឲ្យជីវិតល្អឥតខ្ចោះទើបអនុញ្ញាតឲ្យខ្លួនឯងមានសេចក្តីសុខកុំរងចាំឲ្យមានអ្វីគ្រប់យ៉ាងទើបចាប់ផ្ដើមអរគុណចំពោះអ្វីដែលយើងបានមានព្រោះថ្ងៃនេះបើអ្នកនៅមានមនុស្សដែលស្រឡាញ់អ្នកនៅមានសុខភាពល្អនៅមានឱកាសក្រោកពីព្រលឹមនៅមានដៃទាំងពីរដើម្បីធ្វើការនិងនៅមានក្តីសង្ឃឹមនៅក្នុងចិត្តនោះមានន័យថាជីវិតរបស់អ្នកនៅតែមានបង្អែមប្រហែលថ្ងៃនេះវាមិនផ្អែមខ្លាំងទេប្រហែលមានទឹកភ្នែកលាយជាមួយវាប្រហែលមានការឈឺចាប់លាយជាមួយវាដែរតែសូមកុំបោះបង់ព្រោះយើងមិនដឹងទេថាបង្អែមដ៏ផ្អែមបំផុតរបស់ជីវិតអាចកំពុងរងចាំយើងនៅថ្ងៃស្អែកដូច្នេះត្រូវរស់នៅមួយថ្ងៃម្ដងអរគុណចំពោះរឿងតូចៗស្រឡាញ់មនុស្សដែលនៅក្បែរហើយកុំភ្លេចស្រឡាញ់ខ្លួនឯងផងព្រោះជីវិតមិនចាំបាច់ត្រូវផ្អែមគ្រប់ថ្ងៃនោះទេគ្រាន់តែមានបង្អែមតូចមួយក្នុងថ្ងៃដ៏ល្វីងក៏អាចធ្វើឲ្យយើងមានកម្លាំងបន្តដំណើរទៅមុខទៀតបានដែរពេលខ្លះបង្អែមរបស់ជីវិតមិនមែនជាអ្វីដែលយើងទទួលបានទេប៉ុន្តែវាជាអ្វីដែលយើងបានរៀនពីការឈឺចាប់មនុស្សម្នាក់ដែលធ្លាប់ធ្វើឲ្យយើងខូចចិត្តអាចបង្រៀនឲ្យយើងចេះថែរក្សាបេះដូងរបស់ខ្លួនការបរាជ័យមួយអាចបង្រៀនឲ្យយើងចេះរឹងមាំការបាត់បង់មួយអាចបង្រៀនឲ្យយើងចេះឲ្យតម្លៃទៅលើមនុស្សដែលនៅក្បែរខ្លួនហើយថ្ងៃដ៏អាក្រក់មួយអាចធ្វើឲ្យយើងកាន់តែដឹងថាថ្ងៃល្អមានតម្លៃប៉ុណ្ណាហេតុនេះហើយបើថ្ងៃនេះអ្នកកំពុងឆ្លងកាត់រឿងដែលពិបាកកុំគិតថាជីវិតកំពុងតែដាក់ទោសអ្នកប្រហែលជាជីវិតកំពុងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលរឹងមាំជាងមុនចូលអត់ធ្មត់បន្តិចទៀតដើរយឺតក៏បានសម្រាកក៏បានយំក៏បានតែសូមកុំបោះបង់ការដើរទៅមុខព្រោះពេលខ្លះយើងត្រូវឆ្លងកាត់ភាពល្វីងសិនទើបអាចស្គាល់រសជាតិផ្អែមបានហើយថ្ងៃណាមួយនៅពេលដែលអ្នកងាកមកមើលផ្លូវដែលអ្នកបានឆ្លងកាត់អ្នកប្រហែលជានឹងញញឹមហើយនិយាយទៅកាន់ខ្លួនឯងថាសំណាងហើយថ្ងៃនោះខ្ញុំមិនបានបោះបង់ខ្លួនឯង